ខ្ញុំនឹងទៅផ្ទះរបស់គ្រាន់តែមើលវាពីចម្ងាយពិតជាធ្វើឲ្យអ្នកនិយាយថាល្បែងមិនទាន់ចប់ទេខាងកើតជាធម្មតាការគ្រប់គ្រងត្រូវបានត្រាំក្នុងទឹកពីមុនត្រូវតាមដានចំណុចសម្ពាធដីនៅពេលដែលទឹកហូរតើទឹកអាចត្រជាក់យ៉ាងដូចម្ដេចទៅបើវាហូរបញ្ច្រាសទីវិញខ្ញុំកំពុងនិយាយការពិតអំពីផ្លែឈើទាំងនេះកូននោះមានតម្លៃច្រើនណាស់តើវាជាអ្វីតើអ្នកនៅតែចង់ទុកលុយទុកពេលដល់ពេលត្រូវចាក់ចេញមែនទេផ្លែឈើរបស់ខ្ញុំលុយរបស់ខ្ញុំវាចប់ហើយគ្មានអ្នកណានឹកស្មានថាពុកលឹកថ្នាំសម្លាប់សត្វល្អិតវាជាកំហុសរបស់ទាំងអស់យើងបានបាត់បង់អ្វីទាំងអស់គាត់តែងតែបង្កើតរឿងអាស្រូវគូគឺបានប្រមានខ្ញុំជាយូរមកហើយបិទមាត់ទៅផ្ទះកញ្ចក់របស់ឧត្តមសេនីយ៍ពិតជាត្រូវបានការពារមែនការរស់នៅក្នុងសួនផ្លែឈើនេះអាចជាការចងចាំដ៏ស្ថិតស្ថេរបំផុតរបស់ប៉ែលើនេះខ្ញុំនឹងជួយឯងឡើងឯងមិនត្រូវការស្ថានភាពរបស់ប៉ែលើនេះទេយើងប្រញាប់ប្រញាល់ពេកហើយនិយាយខ្លាំងពេកបន្តវាទើបតែពេលនេះឬក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជំរុញឪពុករបស់យើងហើយវាក៏ដោយសារតែផ្ទះផងដែរបញ្ហានេះបានបង្ខំឲ្យចំការនេះឈានដល់ដែនកំណត់យើងនៅតែជាក្រុមគ្រួសារទោះបីជាយើងនៅទីនេះក៏ដោយមិនមែនថាអ្នកមិនស្អប់ទេតែវាថាអ្នកឃើញហើយផ្លែឈើនោះបានជួយសង្គ្រោះប៉ាមិនបានដេកពេញមួយយប់ទេខ្ញុំពិតជាខូចចិត្តណាស់គាត់បានប្រាប់គាត់ឲ្យធ្វើកិច្ចការសំខាន់ជាមុនសិនរចនាសម្ព័ន្ធត្រង់នៅខាងក្នុងជំរប់ត្រូវឲ្យគុំចូលមកអីខ្ញុំមកពីគ្រួសារអ្វីបានជាកូនប្រសារស្រីមិនអាចចូលទៅក្នុងតំបន់នេះបានបន្ទុកចំការនេះឥឡូវនេះពួកគេពិតជាបានជួយសង្គ្រោះភូមិទាំងមូលពីការបំផ្លិចបំផ្លាញមានតែដេកមួយកន្លែងនេះទេដែលមានសុវត្ថិភាពនិងសុខស្រួលជាមួយនឹងភ្នំបៃតងអ្នកពិតជាបានឆ្លងកាត់ពេលវេលានេះមែនទេខ្ញុំបានរស់រានមានជីវិតដោយសារតែជំរប់នេះតើប៉ារក្សាផ្លែឈើមួយបាច់នេះទុកទេតម្លៃខ្ពស់អាចលក់បានបន្ទាប់ពីព្យុះភ្លៀងរឿងដំបូងដែលខ្ញុំបានធ្វើបន្ទាប់ពីអ្នកគឺលុយនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេខ្ញុំចង់សម្ដៅថានេះក៏អាចដោះស្រាយបានដែរអ្នកបានចាប់ផ្ដើមបែងចែកវារួចហើយមុនពេលវាត្រូវបានលក់លុយនេះមិនមែនសម្រាប់ទិញជាពិសេសទេអត្រាជោគជ័យនៃការបំផ្លាញផ្ទះរបស់គឺខ្ពស់ណាស់ល្បឿនទាបនិងតំបន់ជុំវិញខ្ពស់ជាងនេះគុំនិងភូមិនានាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកំរណាស់លោកចៅហ្វាយចៅផ្លែឈើមួយបាច់នេះត្រូវបានរក្សាទុកយ៉ាងល្អវាមិនមែនថាខ្ញុំឈ្នះការភ្នាល់នោះទេវាគឺខ្ញុំមិនហ៊ានចាញ់រសជាតិឆ្ងាញ់ណាស់ហើយគុណភាពក៏ល្អជាងការរំពឹងទុករបស់ខ្ញុំទៅទៀតជាសំណាងល្អឥឡូវនេះអ្នកពិតជាបានធ្វើវារួចរាល់ហើយប៉ុន្តែទំនិញមិនរកបានទេប្រសិនបើប្រាក់ចេញប៉ុន្តែមិនទាន់មកដល់កន្លែងខ្ញុំចាប់អារម្មណ៍ក្នុងការបញ្ចប់ទំនិញទាំងមូលនេះអ្នកអាចប្រមូលរបស់ទាំងនេះហើយបន្ទាប់មកលក់វាចេញតើវានៅតែជាផ្លែបលូបេរីមែនទេបងស៊ីងស្បែកខ្ញុំខូចអស់ហើយអាជីវកម្មរបស់កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃតម្លៃរបស់ខ្ញុំអាចចរចាបានទំនិញមួយបាច់នេះមិនបំពេញតាមតម្រូវការរបស់យើងទេស្តង់ដារនៃការទិញយកតម្លៃពាក់កណ្ដាលមានរបួសខាងក្រៅច្រើនពេកហើយភាពត្រជាក់វានឹងរលួយយ៉ាងលឿនក្នុងអំឡុងពេល40ខ្ញុំចង់បានត្រឹមតែ30នៃតម្លៃប៉ុណ្ណោះបញ្ហាមិនមែនតម្លៃទេវាជាអាហារតាក់ទងនឹងបញ្ហាសុវត្ថិភាពលោកបានទៅជួបលោកផ្សារឥឡូវនេះស្ថិតនៅម្ខាងទៀតនៃភ្នំទំនិញដែលអាចដឹកជញ្ជូនបានគឺមកពីពូបានប្រមានយើងយូរមកហើយថាអ្នករាល់គ្នាចម្លែកណាស់ចៅវាយរបស់ខ្ញុំនឹងយករឿងនេះតម្លៃអាចចរចាបានខ្ញុំនឹងជ្រើសរើសតម្លៃថេស៊ីសានឆេងនឹងផ្ដល់ឲ្យអ្នក30ថ្លៃណាស់ហើយ10នៃវាលួយពាក់កណ្ដាលផ្លូវលោកឆេងអ្នកអាចឲ្យវាមកខ្ញុំដោយឥតគិតថ្លៃបើវាមិនលួយទេតើអ្នកណានឹងទទួលខុសត្រូវចំពោះសុវត្ថិភាពចំណីអាហារផ្លែឈើទាំងនេះនឹងរលួយតែប៉ុណ្ណោះឈូសឆាយដេឲ្យលឿនកុំទុកឲ្យផ្លែឈើលួយតាក់ទាញសត្វល្អិតជួយខ្ញុំផងខ្ញុំបានខ្ចីប្រាក់នៅឆ្នាំនេះមានការប្រមានកាលពី100,000ឆ្នាំមុនហេតុអ្វីបានជាអ្នកជើឈីងដែលមិនពាក់ឧបករណ៍ការពារតើវាមិនអាចសង្គ្រោះភ្នំបានទេឬចេញពីទីនេះទៅបើអ្នកមិនទទួលយកវាទេជើឈីងសានចេញពីទីនេះទៅដំបូងឡើយអ្នកបាននិយាយថាអ្នកនឹងមិនចុះទៅទឹកកកជាដាច់អ្នកគឺជាអ្នកដែលបានបញ្ឈប់យើងពីការអនុញ្ញាតឲ្យព្យុះព្រើឆ្លងកាត់ខ្ញុំនឹងខាត់លុយច្រើនជាងអ្នកទាំងអស់គ្នានៅពេលដែលយើងបង្កើតបណ្ដាញនេះជាការខាត់បងរបស់អ្នកទាំងអស់យើងជាអ្នកខាត់បងដោយសារតែខ្ញុំទុកចិត្តលោកទើបខ្ញុំបានបន្ថយការរំពឹងទុករបស់ខ្ញុំនេះជាតម្លៃខ្ញុំនឹងយកអ្វីក៏ដោយដែលអ្នកសូមទំនិញមិនបំពេញតាមស្តង់ដារទេខ្ញុំមិនអាចទេខ្ញុំស្ថិតក្នុងស្ថានភាពវេទនារួចទៅហើយអ្នកមិនអាចទទួលយកខ្ញុំបានទេកំហុសមិនមែនស្ថិតនៅក្នុងទឹកកកទេកំហុសគឺថាអ្នកបានឃើញហានិភ័យប៉ុន្តែចៅហ្វាយចៅទុកចិត្តតែបទពិសោធន៍ប៉ុណ្ណោះគាត់គ្រាន់តែធ្វើពុតប៉ុណ្ណោះ
ឡានដឹកទំនិញនៅតែបន្តគំពន្យាពេកខ្សែសម្បត្តិបានបង្ហាញខ្ញុំពីអ្វីដែលខ្ញុំគួរធ្វើប្រសិនបើខ្ញុំបានស្ដាប់នៅពេលនោះខ្ញុំស្អប់អ្វីដែលនិយាយខេត្តនេះត្រូវបានវាយប្រហារដោយព្យុះទឹកកកកាលពីម្សិលមិញជាកសិករចាស់ម្នាក់ជើឡៃបានជួយសង្គ្រោះផ្លែបលូបេរីទាំងអស់ដោយជោគជ័យមើលឪពុករបស់អ្នកកំពុងលេចមុខក្នុងព័ត៌មានកសិកម្មមិនអាចពឹងផ្អែកតែលើវិធីសាស្ត្រប្រពៃណីទាំងស្រុងនោះទេទោះបីជាមានការផ្ទៀងផ្ទាត់ក៏ដោយយើងត្រូវតែទុកចិត្តលើទិន្នន័យគាត់ពិតជារកបាន5លានមែនខ្ញុំគិតថាជំរុករបស់គាត់មានតម្លៃរាប់លាននោះគ្រាន់តែជាអ្នកកំពុងលេងសាច់ប៉ុណ្ណោះកូនគួរតែមានចំណែកនៃលុយរបស់ប៉ាគាត់បាននិយាយរឿងទាំងនោះក្នុងរយៈពេលប្រហែលថ្ងៃកន្លងតើអ្នកនៅតែអាចស្គាល់ខ្ញុំឬអត់អ្នកមាននាមត្រកូលថាចៅហេតុអ្វីបានជាអ្នកមិនឲ្យលុយខ្ញុំតើវាអាចឲ្យទៅឧត្តមសេនីយ៍នោះបានទេលោកគឺជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុននេះនៅតែបន្តអូសបន្លាយលុយកាក់និងចំការនឹងបាត់បង់ពួកគេទាំងអស់ត្រូវបានយកដោយអ្នកខាងក្រៅស្វែងរកនាងនិយាយជាមួយនាងឲ្យបានត្រឹមត្រូវហើយទទួលស្គាល់កំហុសរបស់អ្នកជាមុនដើម្បីស្ដារទំនាក់ទំនងឡើងវិញដរាបណានាងមានចិត្តទន់ភ្លន់នៅតែមានបញ្ហាផ្ទះសម្បែងខ្ញុំនឹងហៅនាងឥឡូវនេះនាងភាគច្រើនពួកគេទំនងជាមិនឆ្លើយទេដូច្នេះកុំទូរស័ព្ទឲ្យប្រសិនបើអ្នកបានទេប្រសិនបើអ្នកគាត់ថាប៉ាពី3ដងសិនលួងគាត់ជាមុនសិនស្នាក់នៅណាខ្ញុំនឹងទៅដែរយើងគួរតែទទួលស្គាល់រឿងនោះបើអ្នកខុសចូលទទួលស្គាល់វាហើយបង់ប្រាក់ជាមុនសិនកសិដ្ឋានត្រូវរក្សាស្ថិរភាពហើយអ្វីផ្សេងទៀតគឺសំខាន់អង្គជួយចុច follow និង subscribe ចុចសញ្ញាកណ្ដឹងដើម្បីមើលវីដេអូបន្ទាប់សូមអរគុណ